បែករឿងហើយម្ចាស់ហាងលក់ទូរស័ព្ទដែលជេរប្រមាថវរៈកងទ័ពកប់មន់គឺជាប្រពន្ធបេក្ខជនម្នាក់ធ្លាប់ប្រកួតកម្មវិធីធ្វើម្ហូបល្បីហើយក៏ធ្លាប់ជេរប្រមាថគេក៏មិនមែនម្ដងដែរមកទល់ពេលនេះអ្នកលេងបណ្ដាញសង្គម Facebook នៅតែបន្តផ្ទុះការវែកញែកនិងបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងដែលតាក់ទងនឹងម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ដែលបានប្រើប្រាស់ពាក្យសម្ដីធ្ងន់ធ្ងរដល់វរៈកងទ័ពម្នាក់ដែលកំពុងឈរជើងការពារមាតុភូមិនៅទិសប្រាសាទតាមាន់ជុំវិញរឿងទិញទូរស័ព្ទប្រើមិនកើតនិងបដូរយកលុយវិញពិបាកដោយអូរឫស្សីបញ្ច្រាស់ចុងតាមដំណើររឿងដំបូងឡើយវរៈកងទ័ពបានកំងទិញទូរស័ព្ទពីហាងខាងលើតាមអនឡាញពេលម្ចាស់ហាងផ្ញើអីវ៉ាន់ទៅស្រាប់តែទូរស័ព្ទប្រើមិនកើតរួចវរៈកងទ័ពក៏ផ្ញើត្រឡប់មកម្ចាស់ហាងវិញដោយសង្ឃឹមថាម្ចាស់ហាងអាចបដូរទូរស័ព្ទថ្មីឬក៏អាចទូទាត់លុយសងវិញពេលពិនិត្យទូរស័ព្ទរួចយ៉ាងណាមិញមិនត្រឹមតែមិនបានសងជាទូរស័ព្ទឬសំណងលុយមកវិញទេថែមទាំងត្រូវម្ចាស់ហាងនោះជេរប្រមាថខ្លាំងៗដល់ខ្លួននិងរហូតដល់ជេរប្រមាថម្ដាយខ្លួនថែមទៀតដែលទង្វើនេះធ្វើឲ្យខ្លួនតូចចិនទទួលយកមិនបានក្រោយពីលេចធ្លាយសារសំឡេងជេរប្រមាថរួចបានធ្វើឲ្យមហាជនខឹងសម្បើយ៉ាងខ្លាំងរហូតទទូចសុំឲ្យមានចំណាប់ការលើម្ចាស់ហាងរូបនោះឲ្យខានតែបានមិនយូរប៉ុន្មានបន្ទាប់ពីល្បីសុសសាច់រឿងនេះតាមព័ត៌មានបានឲ្យដឹងថាម្ចាស់ហាងជាអ្នកលក់ទូរស័ព្ទរូបនោះបានបាញ់លុយចំនួន 20,000 រៀលនិងបានដាក់ទូរស័ព្ទគ្រឿងថ្មីផ្ញើទៅវរៈកងទ័ពដើម្បីបញ្ចប់រឿងបន្ថែមលើនោះទៀតម្ចាស់សម្លេងដែលជាថៅកែហាងទូរស័ព្ទរូបនោះក៏បានចេញមុខសុំទោសជាសាធារណៈនិងសន្យាមិនឲ្យមានរឿងរ៉ាវនេះកើតឡើងជាថ្មីម្ដងទៀតផងដែរទោះជាមានការផ្ញើលុយនិងទូរស័ព្ទថ្មីទៅកាន់វរៈកងទ័ពក៏ដូចជាចេញមុខមកសុំទោសជាសាធារណៈបំណងបញ្ចប់រឿងក្តីប៉ុន្តែមហាជននៅតែបង្ហាញការមិនពេញចិត្តនិងកាន់តែខឹងសម្បើខណៈមានការទម្លាយថាម្ចាស់ហាងលក់ទូរស័ព្ទខាងលើនេះដែលត្រូវបានគេស្គាល់ឈ្មោះសុវណ្ណារីគឺមិនមែនជាលើកទី1ទេដែលធ្លាប់ប្រើពាក្យសម្ដីជេរធ្ងន់ធ្ងរទៅលើអតិថិជនពោលគឺធ្លាប់ប្រើការជេរប្រមាថដល់អ្នកទិញជាច្រើនអ្នកមកហើយកន្លងទៅនេះបើតាមការទម្លាយឲ្យដឹងពីម្ចាស់គណនីឈ្មោះរ៉េតច័ន្ទរិទ្ធជាមួយគ្នានេះដែរបើតាមការទម្លាយពីគណនី Facebook ដដែលខាងលើនេះទៀតបានឲ្យដឹងថាស្ត្រីជាម្ចាស់ហាងខាងលើនោះត្រូវគេស្គាល់ថាជាប្រពន្ធរបស់បេក្ខជនម្នាក់ធ្លាប់ប្រឡងក្នុងកម្មវិធី Master Chief ខ្មែររដូវកាលទី2គឺលោកងួនសុគន្ធីគួរឲ្យដឹងដែរថាតាមការរៀបរាប់របស់ម្ចាស់គណនីឈ្មោះ Red Chanthi ដដែលថានេះមិនមែនជាលើកទី1ទេដោយកន្លងមកមានករណីច្រើនលើកមកហើយដែលម្ចាស់ហាងទូរស័ព្ទខាងលើបានជេរប្រមាថដល់អតិថិជនតាមរយៈការឆាននិងការបង្ហោះរូបភាពអតិថិជនបន្ទាប់ពីកើតករណីស្រដៀងគ្នានឹងវរៈកងទ័ពដោយលក់ទូរស័ព្ទឲ្យអតិថិជនប្រើមិនកើតហើយអតិថិជនសម្រេចចិត្តថាមិនយកវិញយ៉ាងណាមិញបន្ទាប់ពីរងការជេរប្រមាថយ៉ាងកប់មាន់ពីស្ត្រីដែលជាម្ចាស់ហាងទូរស័ព្ទខាងលើដោយក្តីអាណិននិងគោរពស្រឡាញ់លោកផែងវណ្ណៈនៅរសៀលថ្ងៃទី12ខែសីហាឆ្នាំ2026បានចាត់ឲ្យតំណាងនាំយកទូរស័ព្ទថ្មីមួយគ្រឿងតម្លៃ$400និងថវិកាចំនួន2លានរៀលជូនដល់វរៈកងទ័ពដែលមានឈ្មោះរីរិទ្ធដែលជាទាហានជួរមុខឈរជើងនៅទិសប្រាសាទតាមាន់កងពលខ្សែ2ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបវរៈកងទ័ពរូបនេះបានរងការជេរប្រមាថយ៉ាងធ្ងន់ធ្ងរពីអ្នកលក់ទូរស័ព្ទឈ្មោះចិន្តាសុវណ្ណារីមហាជនបានថ្កោលទោសចំពោះស្ត្រីលក់ទូរស័ព្ទដែលជេរប្រមាថវរៈកងទ័ពនិងស្នើសុំឲ្យសមត្ថកិច្ចចាត់វិធានការកុំលើកលែង